Chẳng hạnខ្ញុំមកធ្វើដំណោះស្រាយលំហាត់នៅក្នុងសភពថ្នាក់ទី12កម្រិតមូលដ្ឋានជំពូកទី4មេរៀនទី2ទំព័រ143លំហាត់លេខ18គេឲ្យយើងបង្ហាញថាបើ fx ស្មើ e សេគុណ x បង្ហាញថាអន្តរកាល0រហូតដល់ b នៃ f នៃ x លើ f នៃ x បូក f នៃ b ដល់ x អូខេបូក f នៃ b ដល់ x dx ស្មើ b លើ2អញ្ចឹងមុននឹងយើងអាចដោះស្រាយលំហាត់អន្តរកាលនឹងបានខ្ញុំសូមរំលឹកនៅខាងក្រោមបន្តិចសិនរំលឹកហ្នឹងដូចដែលយើងធ្លាប់ដឹងហើយការដែលយើងរៀនពីមុនមកលំហាត់អន្តរកាលដូចជា1លើ 3x បូក2 dx ឆ្លើយទទួលបានប្រកាសជាបាន1លើ3លិន 3x បូក2ហេតុអីដោយសារតែនៅពេលដែលយើង derivative ភាគបែង d 3x បូក2យើងទទួលបាន3បន្តមកភាគយកយើងមានតែ1ទេអញ្ចឹងយើងដឹងថា d រវេលិនអុយស្មើអុយព្រីមលើអុយដោយសារតែអុយព្រីមយើងចង់បាន3ប៉ុន្តែលំហាត់យើងបានមកតែ1ទេអញ្ចឹងយើងត្រូវគុណថែមនឹង1លើ3ដើម្បីឲ្យតម្លៃវាដូចលំហាត់ដែលយើងមានតមកទៀតខ្ញុំសូមលុបលេខនេះចោលឧទាហរណ៍បន្ទាប់ករណីដូចករណី exponential ម្ដងដូចបងប្អូនដឹងថានៅពេលយើង derivative exponential d e សេគុណ x បាន e សេគុណ x ទៅដែរអញ្ចឹងលំហាត់យើងបានទៅជា e សេគុណ x បូក1ព្រីមលើ e សេគុណ x បូក1 dx អញ្ចឹងបានលិន e សេគុណ x បូក1រួចរាល់បូក c ជារបស់ a ចូលដល់លំហាត់ទី3បើសិនជាខ្ញុំដាក់ទៅជា e សេគុណ 2x លើ e សេគុណ 2x បូក1អញ្ចឹងករណីដូចគ្នាយើងឃើញថាបើសិនជាយើង derivative ភាគបែងទៅឆ្លើយវាមិនមែនឃើញ e សេគុណ 2x ទេប្រកាសជាបានពេលយើង d e សេគុណ 2x បាន 2e សេគុណ 2x អញ្ចឹងមានន័យថាវាលើសពីអ្វីដែលយើងមានតែ1ទេប៉ុន្តែឆ្លើយដែល d បានគឺបាន2អញ្ចឹងយើងត្រូវចែកនឹង2វិញដើម្បីឲ្យស្មើដល់ d អញ្ចឹងឆ្លើយដែលទទួលបានគឺ1លើ2លិន e សេគុណ 2x បូក1បូក c ជារបស់ a អញ្ចឹងទៅលំហាត់ខាងលើរបស់យើងវិញជំហានដំបូងយើងចម្លងលំហាត់មក0ដល់ b f នៃ x បូក f នៃ b ដល់ x dx អញ្ចឹងនៅពេលដែលយើងបង្ហាញយើងត្រូវគណនាយ៉ាងណាដើម្បីឲ្យចម្លើយឃើញដោយអ្វីដែលគេចង់បានអញ្ចឹងយើងចំនួន f នៃ x ចូលមកបាន e សេគុណ x លើ e សេគុណ x បូក e សេគុណ b ដល់ x កន្លែងហ្នឹងមានន័យថាកន្លែងណាដែលមាន x យើងចំនួនដោយ b ដល់ x dx បន្តមកទៀតខ្ញុំតម្រូវភាគបែងមានន័យថាខ្ញុំសរសេរ e សេគុណ b ដល់ x ទៅជា e សេគុណ b លើ e សេគុណ x dx ស្មើទៅនឹងភាគយកខ្ញុំទុកលើដែរសិនប៉ុន្តែភាគបែងខ្លាចទៅជា
សកុន x គុណ សកុន x បានសកុន 2x បូកសកុន b លើសកុន x dx បន្តមកទៀតខ្ញុំបោះភាគបែងឡើងមកលើខ្លះទៅជាសកុន x គុណសកុន x ទៅលើសកុន 2x បូកសកុន b កន្លែងហ្នឹងបញ្ជាក់ថា b គឺជាតម្លៃលេខដែលពីខាងដើមខ្ញុំអត់ទាន់បានសរសេរប៉ុន្តែ b ហ្នឹងមានន័យថាជាលេខឬជាតម្លៃអថេរណាមួយមិនមែនអថេរគឺតម្លៃថេរតមកទៀត0ដល់ b សកុន 2x លើសកុន 2x បូកសកុន b dx អញ្ចឹងមកដល់កន្លែងហ្នឹងគឺវិធីធ្វើដូចលំហាត់ដែលខ្ញុំឧទាហរណ៍នៅខាងក្រោមដែរយើងឃើញថានៅពេលដែល d សកុន 2x គឺបាន2សកុន 2x អញ្ចឹងបើសិនជាយើងដាក់ derivative ភាគបែងអញ្ចឹងមកគឺអត់ត្រូវទេដោយសារតែម៉េចដោយសារតែយើងមានតែ1ឯងប៉ុន្តែបើយើង d ភាគបែងមកបាន2អញ្ចឹងយើងដាក់1លើ2នៅខាងមុខនៅលើសកុន 2x បូកសកុន b dx ចំណុចដែលទទួលបានគឺ1លើ2គុណឲ្យលិនសកុន 2x បូកសកុន b x ចាប់ពី0រហូតដល់ b ចំពោះ x ស្មើ b យើងចំនួន b ចូលទៅបាន1លើ2លិនសកុន 2b បូកសកុន b ដល់1លើ2លិនសកុន0បូកសកុន b ខ្ញុំលើកវាទៅលើបន្តមកទៀតចំពោះដុំមុខឬក៏ដុំដំបូងខ្ញុំចាប់សកុន b ជាកតាខ្លាចទៅជាសកុន b គុណនឹងសកុន b បូក1ចំណែកខាងក្រោយខ្លាចទៅជា1បូកសកុន b ឬក៏សរសេរសកុន b បូក1ដូចគ្នាហើយដូចដែលយើងបានដឹងថាលិន x គុណ y ស្មើទៅនឹងលិន x បូក y ដែលយើងធ្លាប់រៀនកាលពីទី11ផងហើយវាស្តៀងទៅនឹងលំហាត់ derivative ដែលយើងធ្លាប់រៀនថាលិន x លើ y ស្មើលិន x បូក y ដូច្នេះកន្លែងនេះខ្លះទៅជា1លើ2លិនសកុន b បូក1លើ2ដដែលលិនសកុន b បូក1បន្តមកសកុន b បូក1យើងអាចដកគ្នាបាន1លើ2លិនសកុន b លិនសកុន b ស្មើ b លិនដោយលិនស្មើ1អញ្ចឹងយើងទទួលបាន b លើ2ដូច្នេះលំហាត់ត្រូវបានដោះស្រាយ note លិនស្មើ1លិនឧទាហរណ៍ថាលិន x សកុន a គឺទទួលបាន a លិន x អូខេដូច្នេះលំហាត់មួយនេះត្រូវបានដោះស្រាយ